ការបង្កើតពេលវេលាមិត្តអ្នកស្ដាប់ប្រកាសជាចង់ដឹងហើយថាការបង្កើតពេលវេលាសម្រាប់ខ្លួនឯងតើយើងគួរធ្វើយ៉ាងដូចម្តេចខ្លះទៅឥឡូវនេះយើងនឹងនាំមិត្តអ្នកស្ដាប់ទាំងអស់គ្នាទៅស្ដាប់អំពីការបកស្រាយទាក់ទងជាមួយនឹងការបង្កើតពេលវេលាទាំងអស់គ្នាការបង្កើតពេលវេលាមិនត្រឹមតែផ្ដល់ភាពសំខាន់ដល់បរិមាណពេលវេលានោះទេអ្វីដែលសំខាន់ជាងនោះត្រូវផ្ដល់ភាពសំខាន់ចំពោះគុណភាពនៃពេលវេលាផងដែរការប្រើពេលវេលាយ៉ាងមានប្រសិទ្ធភាពគឺការធ្វើឲ្យពេលវេលាកាន់តែបានវែងឡើងក្នុងរូបភាពណាមួយមានពាក្យស្លោកមួយបានលើកឡើងជាញឹកញាប់រហូតយើងស៊ាំត្រចៀកទៅហើយតែវាគឺជាសច្ចភាពដែលមិនចេះរលត់សាបសូន្យឡើយពាក្យស្លោកនេះគឺជាសម្ដីរបស់លូស៊ីនដែលបានពោលថាពេលវេលាប្រៀបដូចជាទឹកនៅក្នុងពពុះទឹកអញ្ចឹងគ្រាន់តែយើងច្របាច់ពពុះទឹកនោះឲ្យបែកទឹកវានឹងហូរចេញមកខាងក្រៅភ្លាមមិត្តអ្នកស្ដាប់ជាទីមេត្រីឥឡូវនេះយើងនឹងមកសិក្សាអំពីឧទាហរណ៍មួយចំនួនទាក់ទងជាមួយនឹងការបង្កើតពេលវេលាស្វាមីរបស់ Mary Stan ធ្លាប់ជាប្រធានគ្រប់គ្រងផ្នែកលក់នៅក្រុមហ៊ុនឱសថមួយកន្លែងនៅសហរដ្ឋអាមេរិកតែត្រូវគេបញ្ឈប់នាពេលថ្មីនេះគឺដោយសារតែគោលនយោបាយកាត់បន្ថយចំនួនបុគ្គលិកក្រុមហ៊ុនគាត់បានត្រាច់ចរដាក់ពាក្យធ្វើការគ្រប់ទីកន្លែងប៉ុន្តែរកការងារដែលស័ក្តិសមនឹងខ្លួនមិនបានសោះទើបគាត់និងប្រពន្ធសម្រេចចិត្តយកលុយដែលខ្លួនសន្សំទុកដែលនៅសល់មកទិញហាងលក់ទំនិញមួយនៅឆ្នាំក្រោយមកចំណាប់អារម្មណ៍និងទេពកោសល្យពិតប្រាកដរបស់ម៉ារីគឺធ្វើជាអ្នកសារព័ត៌មានតែបន្ទាប់ពីនាងប្រសូតបុត្ររួចនាងក៏សុំលាឈប់ពីការងារចាប់តាំងពីពេលនោះមកនាងពុំដែលមានឱកាសធ្វើការដែលខ្លួនពេញចិត្តទៀតឡើយថ្ងៃមួយម៉ារីបានសម្រេចចិត្តបញ្ជូនកូនទៅកន្លែងទារកដ្ឋានបន្ទាប់ពីធ្វើកិច្ចការផ្ទះសម្បែងចប់រួចរាល់ហើយនាងក៏មកជួយការងារប្តីនៅក្នុងហាងជួយបិទបញ្ជីប្រចាំថ្ងៃនិងជួយមើលថែទាំម្ដាយខ្លួនដែលរស់នៅក្បែរនោះទៀតផងបន្ទាប់មកទៀតនាងចាប់ពากកាមកសរសេររឿងខ្លីៗបន្តិចបន្តួចព្រោះគិតថាអាចយកទៅលក់បានប្រាក់ខ្លះដែរព្រោះស្ថានភាពគ្រួសាររបស់នាងកំពុងត្រូវការប្រាក់ឧបត្ថម្ភបន្ថែមជាចាំបាច់ស្វាមីរបស់នាងបានយកអាសាថាបងនឹងបំពេកូនឲ្យគេងនិងធ្វើអាហារពេលល្ងាចដោយខ្លួនឯងតើយ៉ាងម៉េចដែរតែលុះដល់ថ្ងៃទី5ខណៈពេលដែលម៉ារីក្រោកចេញពីតុវាយអង្គុលីលេខនាងមានអារម្មណ៍ថានឿយហត់អស់កម្លាំងជាខ្លាំងរហូតដល់និយាយមិនចេញហើយក៏ចាប់ផ្ដើមវិលមកខ្ញាល់យើងសាកមកជួយគិតគ្នាទៅមើលថាតើនាងគួរធ្វើយ៉ាងដូចម្តេចទៅប្រសើរមិត្តរបស់នាងបន្ទាប់ពីបានអានទ្រឹស្ដីការទាញយកផលប្រយោជន៍ពីពេលវេលាឲ្យកើតគុណភាពខ្ពស់បំផុតរួចហើយក៏មកណែនាំម៉ារីឲ្យទុកការងារផ្ទះនិងការសរុបបញ្ជីទុកធ្វើនៅពេលល្ងាចរឿងនេះប្តីរបស់នាងក៏យល់ស្របតាមដែរចាប់ពីថ្ងៃនោះមកនាងទៅជួយលក់ប្តីរបស់នាងនៅពេលព្រឹកព្រោះវាជាពេលដែលមានអតិថិជនចូលមកច្រើននាងប្រើពេល1ម៉ោងសម្រាប់ធ្វើកិច្ចការផ្ទាល់ខ្លួននិងទទួលទានអាហារពេលព្រឹកពីម៉ោង 9:30 នាទីដល់ម៉ោង 11:30 នាទីសរសេរអត្ថបទខ្លីៗដើម្បីរកចំណូលក្រៅម៉ោងនៅទីបំផុតនាងក៏រកឃើញវិធីដ៏ស័ក្តិសមបំផុតសម្រាប់ខ្លួនឯងមួយសប្តាហ៍ក្រោយមកនាងប្រាប់ស្វាមីថាតាមពិតអូនអាចប្រើពេលត្រឹមតែ3ម៉ោងដែលជំនួសឲ្យកាលពីមុនធ្វើការ5ម៉ោងបានយ៉ាងងាយស្រួលមួយឆ្នាំក្រោយមកនាងក៏បានក្លាយជាអ្នកសារព័ត៌មានដ៏ពិសេសមួយរូបរបស់ហាងកាសែតនៅក្នុងតំបន់នោះនិងជាអ្នកនិពន្ធអត្ថបទដកស្រង់លើទំព័រទស្សនាវដ្តីថ្នាក់ជាតិជាច្រើនច្បាប់ទៀតផង
ការទាញយកពេលវេលាឲ្យចេញមកយើងត្រូវធ្វើការផ្លាស់ប្ដូរទស្សនគតិការគណនាពេលវេលាជាមុនសិនបើគិតពេលវេលាជាខែមួយឆ្នាំគឺមានត្រឹមតែ12ខែបើគិតជាថ្ងៃមានត្រឹមតែ365ថ្ងៃបើគិតជាម៉ោងក្នុងមួយថ្ងៃមានត្រឹមតែ24ម៉ោងមិត្តអ្នកស្ដាប់ទាំងអស់គ្នាដោយសម្ដីរបស់ Kevin បានពោលថាខ្ញុំមិនដែលគិតថាពេលវេលាកន្លះម៉ោងជាពេលតិចតួចនោះទេវិធីដែលធ្វើការឲ្យបានសម្រេចគឺត្រូវប្រុងប្រយ័ត្នចំពោះពេលវេលាគ្រប់នាទីមិត្តអ្នកស្ដាប់ជាទីមេត្រីយើងបានស្ដាប់រួចមកហើយតាក់ទងជាមួយនឹងការបង្កើតពេលវេលាក្នុងមួយថ្ងៃយើងមានពេលវេលា24ម៉ោងនិងមានការងារជាច្រើនទៀតដែលត្រូវធ្វើដូច្នេះហើយយើងអាចលៃលោកពេលវេលាណាមួយសមស្របសម្រាប់យើងដើម្បីសម្រេចបាននូវកិច្ចការដែលយើងចង់បានទោះបីជាក្នុងមួយថ្ងៃយើងត្រូវរវល់ការងារផ្សេងយ៉ាងណាក៏ដោយដូច្នេះគ្រប់ពេលវេលាទាំងអស់គឺសុទ្ធតែមានតម្លៃមិនថាកន្លះម៉ោងឬ1ម៉ោងក៏ដោយយើងក៏អាចទាញយកពេលវេលានោះមកធ្វើការងារដែលយើងចង់ធ្វើដើម្បីទទួលបានផលសម្រេចផងដែរមិត្តអ្នកស្ដាប់ទាំងអស់គ្នាបើសិនជានាងខ្ញុំធ្វើការបកស្រាយទៅមានខុសឆ្គងត្រង់ណាសូមខន្តីអភ័យទោសផងបើសិនជាចូលចិត្តសូមជួយចុច like និង share ចែករំលែកដល់មិត្តភ័ក្តិដទៃទៀតផងដែរសូមអរគុណ